ស្វាគមន៍ម្ចាស់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធពីការបានត្រឡប់មកវិញហើយនៅក្នុងរដូវកាលទី6យើងដើរជាមួយគ្នាបាន6ឆ្នាំហើយតែឆ្នាំទី6នេះពិសេសបន្តិចបាទគឺយើងផ្ដោតទៅលើបេក្ខជនដែលជាម្ចាស់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបងប្អូនដែលប្រកបរបរជាមីក្រូណាជាអ្នកលក់ដូរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបងប្អូនមានឱកាសនៅក្នុងការដាក់ពាក្យប្រកួតប្រឡងប្រជែងនៅក្នុងកម្មវិធី FICA ឆ្នាំ2026នេះដែលគោលបំណងនៃកម្មវិធីនៅក្នុងឆ្នាំនេះគឺផ្ដល់ឱកាសទៅដល់បងប្អូនដែលជាអ្នកអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានឱកាសប្រកួតប្រជែងការផលិតមាតិកាដើម្បីដាក់ប្រកួតនៅក្នុងនោះបងប្អូនមានទទួលបានអត្ថប្រយោជន៍ជាច្រើនមិនត្រឹមតែជាពានរង្វាន់បាទមេដាយមិនត្រឹមតែជាប្រាក់រង្វាន់ទេប៉ុន្តែបងប្អូនមានឱកាសនៅក្នុងការទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុក៏ដូចជាបានការទទួលនៅវគ្គបណ្ដុះបណ្ដាលពីអ្នកជំនាញរបស់យើងបាទតាមដាន FICA ទេដឹងថាអ្នកណាដែលជាអ្នកជំនាញដែលនឹងក្លាយជាគ្រូទេសដែលបណ្ដុះបណ្ដាលបងប្អូនគឺជាបុគ្គលដែលអាចនិយាយបានថា YouTuber អ្នកដែលធ្វើមាតិកានៅក្នុងបណ្ដាញសង្គមលោកនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលផ្ទាល់ទៅដល់បងប្អូនម្ចាស់អាជីវកម្មហ្នឹងដើម្បីឲ្យចេះផលិតវីដេអូហើយដឹងពីគោលបំណងនៃកម្មវិធីដែលជាចំណេះដឹងហិរញ្ញវត្ថុហើយមានឱកាសនៅក្នុងការផ្សព្វផ្សាយនៅផលិតផលផ្ទាល់ខ្លួនអាជីវកម្មផ្ទាល់ខ្លួនរបស់យើងថែមទៀតផងបាទចឹងកុំភ្លេចតាមដានកម្មវិធី FICA បន្តទៀតហើយត្រៀមខ្លួននៅក្នុងការប្រកួតប្រជែងកម្មវិធីដ៏អស្ចារ្យមួយនេះបាទជួបគ្នានឹងវគ្គផ្ដាច់ព្រាត់នៅក្នុងឆ្នាំនេះដែលជាឆ្នាំដ៏ពិសេសដែល FICA យើងមកដល់ឆ្នាំទី6បាទហើយនៅក្នុងឆ្នាំនេះដែរក៏បានទទួលការគាំទ្រការសហការពីខ្មែរ Enterprise សហគ្រិនខ្មែរដែលបានឧបត្ថម្ភថវិកាក៏ដូចជាបច្ចេកទេសនៅក្នុងការរៀបចំកម្មវិធី FICA ឆ្នាំ2026នេះផងដែរហើយក៏អរគុណទៅដល់ដៃគូសហការផ្សេងៗទៀតដែលតែងតែគាំទ្រតាំងពីមុនរហូតដល់ឆ្នាំទី6នេះផងដែរបាទចឹងកុំភ្លេចចូលរួមទាំងអស់គ្នាតាមដានទំព័រ Facebook ផ្លូវការរបស់ FICA ហើយកុំភ្លេចចូលរួមកម្មវិធីទាំងអស់គ្នា